Strange Picture ខ្ញុំឃើញគេនិយាយអំពីសៀវភៅមួយនេះច្រើនខ្លាំងមែនតើហើយខ្ញុំក៏សម្រេចចិត្តយកសៀវភៅនេះមកអាន Strange Picture ដោយអ្នកនិពន្ធ Uketsu នេះគឺជារូបរបស់គាត់សៀមសាច់រឿងដែលមាននៅក្នុងសៀវភៅនេះបែប horror mystery thriller ចាប់ផ្ដើមសាច់រឿងដំបូងអ្នកទាំងអស់គ្នានឹងបានអាន part 1ដែលមាន title ថា The Old Woman Prayer ក្នុងចំណោម chapter ទាំង4បុរសម្នាក់ដែលគាត់មានឈ្មោះថា Raku គាត់ចាប់ផ្ដើមសរសេរ blog ហើយផុស online ប៉ុន្តែគាត់ក៏ប្រយ័ត្នផងដែរយើងនឹងស្រាប់ហើយថាការផុសឬផ្ទាល់ខ្លួននៅលើអ៊ីនធឺណិតវាមានគ្រោះថ្នាក់ខ្លាំងជាពិសេសរាល់ការផុសដែលមានភ្ជាប់ជាមួយនឹង personal information រាគឺគាត់គិតថាដើម្បីរក្សា privacy របស់ខ្លួនឯងគាត់ក៏ពឹងឲ្យប្រពន្ធរបស់គាត់ជួយគូសរូប profile មួយសម្រាប់គាត់រាគឺគាត់ចាប់ផ្ដើមសរសេរ diary របស់គាត់ហើយផុសវាជា consistency ហ្មងហើយគាត់ក៏ចាប់ផ្ដើមសរសេរ blog ដោយភ្ជាប់នឹងរូបភាពដែលគូសដោយប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Yukiមូលហេតុធំចម្បងមួយដែលធ្វើឲ្យរាគឺគាត់ចាប់ផ្ដើមសរសេរ blog ហើយផុស online គឺដើម្បី update ពីស្ថានភាពប្រពន្ធរបស់គាត់ដោយសារតែគាត់ទើបតែដឹងថាប្រពន្ធរបស់គាត់នឹងគឺមានផ្ទៃពោះដែលធ្វើឲ្យគាត់សប្បាយចិត្តជាខ្លាំងទៅនឹងដំណឹងមួយនឹងមនុស្សដែលតាមដានការសរសេរ blog របស់គាត់ពួកគេចាប់ផ្ដើមមានអារម្មណ៍ចម្លែកហើយមិនសូវស្រួលដោយសារតែការសរសេររបស់គាត់នឹងវាចាប់ផ្ដើមចម្លែកម្ដងតិចពីមួយថ្ងៃទៅមួយថ្ងៃហើយពួកគេចាប់ផ្ដើមឃើញនូវភាពមិនប្រក្រតីនៃរូបភាពដែលគាត់បានភ្ជាប់ទៅក្នុង blog របស់គាត់ហើយដល់ថ្ងៃមួយអ្នកដែលតាមដានការសរសេរ blog របស់គាត់ហ្នឹងគឺពួកគាត់អត់បានទទួល update ថ្មីពីគាត់ទៀតទេប៉ុន្តែថ្ងៃមួយស្រាប់តែគាត់ត្រឡប់មកវិញក្រោយពីបាត់ដំណឹងប្រហែលជា7-3ឆ្នាំដែលគាត់មិនបានសរសេរ blog ហើយការត្រឡប់មកវិញនេះគឺគាត់បាន make a statement មួយថា to the one I love most ហើយគាត់ក៏ប្រាប់អ្នកតាមដានគាត់ថាគាត់នឹងឈប់សរសេរ blog ចាប់ពីថ្ងៃនេះតទៅក្រោយពីគាត់បានដឹងនៅអត្ថន័យនៃរូបភាពទាំងអស់ដែលគាត់បានផុសដែលគូសដោយប្រពន្ធរបស់គាត់ការយល់ឃើញរបស់ខ្ញុំក្រោយពីអានសៀវភៅនេះចប់គឺដូចយើងដោះស្រាយផសលអញ្ចឹងគឺតាមរយៈរូបភាពដែលជា clue ដែលមាននៅក្នុង part នីមួយៗវាជាខ្ញុំគិតថាវា good concept សម្រាប់ដោះស្រាយ crime អញ្ចឹងអ្នកដែលគាត់ចូលចិត្តអានសៀវភៅដែលមាន vibe តាក់ទងទៅនឹង crime ខ្ញុំជឿជាក់ថាពួកគាត់ជាចូលចិត្តអានសៀវភៅមួយនេះឥឡូវនិយាយអំពីអ្វីដែលខ្ញុំអត់ចូលចិត្តដែលតាក់ទងទៅនឹងសៀវភៅនេះដោយសារតែសៀវភៅមួយនេះវា hype ខ្លាំងអញ្ចឹងexpectation របស់ខ្ញុំហ្នឹងក៏វាខ្ពស់ទៅតាមនឹងដែរតែជាក់ស្ដែងវាអត់មានexpectation របស់ខ្ញុំទេសាច់រឿងនៅក្នុងសៀវភៅនេះគឺវាល្អអានប៉ុន្តែវាអត់លើសពីអ្វីដែលខ្ញុំរំពឹងទុកអញ្ចឹងខ្ញុំគិតថាវាគួរតែ better ជាងនឹងឲ្យស័ក្តិសមទៅនឹង hype ដែលសៀវភៅនេះទទួលបានចំណុចមួយទៀតខ្ញុំមានអារម្មណ៍ថាផ្នែកខ្លះវា repeat ហើយវា over explanation អញ្ចឹងជា overall បើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមអានសៀវភៅដែលមាន concept ប្លែកបែប mystery horror អាចពិចារណាយកសៀវភៅមួយនេះមកអានបាន I would recommend ប៉ុន្តែសម្រាប់ខ្ញុំ it's okay